សួស្តីលោកអ្នកស្ដាប់ជាទីមេត្រីនៅក្នុងនេតិស្វែងយល់អំពីប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជានាវេលាថ្ងៃនេះលោកអ្នកនាងនឹងបានស្ដាប់ការរៀបរាប់អំពីព្រះបាទជ័យវរ្ម័នទី7សូមអញ្ជើញលោកអ្នកនាងតាមដានស្ដាប់ដូចតទៅក23ព្រះបាទជ័យវរ្ម័នទី7ព្រះបាទជ័យវរ្ម័នទី7ជាព្រះរាជបុត្ររបស់ព្រះបាទធរណិនវរ្ម័នទី2និងព្រះមាតាព្រះនាងជោឌីមនីក្នុងពេលដែលព្រះបិតាព្រះអង្គទ្រង់សោយទីវង្គតហើយព្រះបាទយសោវរ្ម័នទី2ដែលជាព្រះញាតិរបស់ព្រះបិតាព្រះអង្គឡើងសោយរាជស្នងនោះព្រះអង្គទ្រង់ជាប់រវល់ច្បាំងជាមួយពួកចាមឯប្រទេសចម្ប៉ាលុះទ្រង់ជ្រាបថាមានមន្ត្រីក្បត់បះបោរដណ្ដើមរាជព្រះបាទយសោវរ្ម័នទី2ព្រះអង្គក៏យាងត្រឡប់ពីប្រទេសចម្ប៉ាវិញយ៉ាងលឿនដើម្បីជួយការពារព្រះបាទយសោវរ្ម័នទី2នេះប៉ុន្តែជាការឥតប្រយោជន៍ព្រោះព្រះអង្គយាងមកមិនទាន់ហើយមន្ត្រីក្បត់បានធ្វើគុតព្រះបាទយសោវរ្ម័នទី2បានហើយប្រកាសខ្លួនឡើងសោយរាជរួចទៅហើយព្រះអង្គក៏ទ្រង់គង់យ៉ាងស្ងាត់ស្ងៀមនៅក្នុងប្រទេសកម្ពុជារហូតដល់មានព្រឹត្តិការណ៍ចាមវាយលុកយ៉ាងធំសម្បើមហើយធ្វើគុតស្ដេចដណ្ដើមរាជបានដុតបំផ្លាញក្រុងអង្គរក្នុងឆ្នាំ1177នោះព្រះអង្គទ្រង់សច្ចាថានឹងសងសឹកវិញឲ្យទាល់តែបានព្រះអង្គទ្រង់បានច្បាំងតតាំងនឹងចាមយ៉ាងស្វិតស្វាញជាទីបំផុតដើម្បីរំដោះប្រទេសជាតិឲ្យរួចផុតពីការជិះជាន់របស់បរទេសនេះទីបំផុតព្រះអង្គទ្រង់ទទួលបានជោគជ័យស៊ីស្ថាពរក្នុងចម្បាំងជើងទឹកដោយមានរូបចម្លាក់លើជញ្ជាំងប្រាសាទបាយ័ននិងប្រាសាទបន្ទាយឆ្មាជាសក្ខីភាពស្រាប់ព្រះអង្គទ្រង់ឡើងគ្រងរាជ្យក្នុងព្រះជន្មាយុ56ព្រះវស្សាក្នុងឆ្នាំ1181នៃគ្រិស្តសករាជនៅយសោធបុរៈគឺរាជធានីអង្គរព្រះបាទជ័យវរ្ម័នទី7ជាព្រះមហាក្សត្រដ៏មានមហិទ្ធិឫទ្ធិបំផុតក្នុងព្រះរាជពង្សាវតារនៃប្រទេសកម្ពុជាក្នុងវិស័យសឹកសង្គ្រាមក្នុងរាជព្រះអង្គមានការបះបោរផ្ទៃក្នុងមួយនៅមល្លយ៉ង់ខាងត្បូងខេត្តបាត់ដំបងព្រះអង្គបានបញ្ជាឲ្យយុវក្សត្រចាមួយអង្គព្រះនាមវិទ្យានុនដែលបានមករស់នៅប្រទេសខ្មែរតាំងពីក្មេងវាយកម្ចាត់បានដោយជោគជ័យឯនគរចម្ប៉ាវិញស្ដេចជ័យឥន្ទ្រវរ្ម័នទី4បានលើកទ័ពមកឈ្លានពានប្រទេសកម្ពុជាសាជាថ្មីព្រះអង្គក៏បានបញ្ជូនកងទ័ពវាយបង្ក្រាបរហូតដល់ទីបំផុតរឹបយកនគរចម្ប៉ាដាក់ជាអាណាខេត្តរបស់ប្រទេសខ្មែរបានតាំងពីឆ្នាំ1203រហូតដល់ឆ្នាំ1226នៃគ្រិស្តសករាជឆ្នាំ1207ព្រះបាទជ័យវរ្ម័នទី7បានបញ្ជាឲ្យក្សត្រចាមួយអង្គព្រះនាមអង្គសរាជឲ្យលើកទ័ពចម្រុះខ្មែរភូមាសៀមទៅវាយប្រទេសយួនដៃវៀតថែមទៀតផងដើមសតវត្សទី13នៅក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី7ប្រទេសខ្មែរមានវិសាលភាពធំទូលាយណាស់គឺខ្មែរអាចគ្រប់គ្រងលើទឹកដីប្រទេសខ្មែរសពថ្ងៃរាប់ទាំងដែនដីកម្ពុជាក្រោមផងប្រទេសចម្ប៉ាទាំងមូលផងទឹកដីប្រទេសឡាវនិងប្រទេសថៃសពថ្ងៃផងមួយភាគនៃជ្រោយម៉ាឡេស៊ីរហូតដល់ជ្រោយកោះក្រាហើយនិងប្រទេសភូមារហូតដល់ទន្លេសាល់វិនថែមទៀតផងក្នុងវិស័យសំណង់វិញព្រះបាទជ័យវរ្ម័នទី7ជាព្រះមហាក្សត្រដែលបានសាងសមិទ្ធិច្រើនជាងគេបង្អស់ស្នាប្រហ័សចម្បងគឺការរៀបចំកសាងរាជធានីអង្គរដែលចាមបានវាយបំផ្លាញពីឆ្នាំ1177នោះឲ្យបានរៀបរយល្អឡើងវិញដោយមានកំពែងថ្មបាយក្រៀមនិងមានគូទឹកព័ទ្ធជុំវិញមានប្រវែង3គីឡូម៉ែត្រក្នុងមួយជ្រុងមានគូបុរៈគឺទ្វារធំចំនួន5និងមានប្រាសាទបាយ័នដែលមានកំពូលសុទ្ធតែព្រំមុខ4ជាស្នូលកណ្ដាលដែលយើងនិយមហៅថាក្រុងអង្គរទី3នៅជុំវិញក្រុងមានប្រាសាទបន្ទាយក្តីតាព្រំព្រះខ័ននាគព័ន្ធតាសោមក្រោលគោនិងនៅតាមខេត្តមានប្រាសាទបន្ទាយឆ្មាបាត់ដំបងវត្តនគរកំពង់ចាមតាព្រំបាទី
និងប្រាសាទជាច្រើនទៀតក្នុងទឹកដីថៃសពថ្ងៃដូចជាប្រាសាទវត្តមហាធាតុខេត្តលុបបុរីប្រាសាទភីម៉ៃខេត្តនគររាជសីមាប្រាសាទតាមាន់តូចខេត្តសុរិន្ទប្រាសាទកំផែងលែងខេត្តពេជ្របុរីប្រាសាទកំពែងតូចខេត្តស៊ីសាកេតជាដើមលាក់និងលាក់ខាងវិស័យសាសនាវិញដូចជាព្រះបិតានិងព្រះមាតាព្រះអង្គដែរព្រះបាទជ័យវរ្ម័នទី7និងព្រះរាជអគ្គមហេសីជ័យរាជទេវីដែលសោយទីវង្គតទៅក៏ដូចជាព្រះរាជអគ្គមហេសីអន្តរទេវីដែលជាព្រះរាមរបស់ព្រះនាងជ័យទេវីដែលព្រះអង្គបានរាជអភិសេកខាងក្រោយហើយជាព្រះក្សត្រីប្រកបដោយចំណេះវិជ្ជាយ៉ាងជ្រៅជ្រះសុទ្ធតែជាពុទ្ធសាសនិកជនយ៉ាងបដូរផ្ដាច់ព្រះអង្គគោរពពុទ្ធសាសនាមហាយានពិសេសគឺគោរពបូជាព្រះពោធិសត្វអវលោកិតេស្វរៈឬលោកេស្វរៈពិតមែនតែព្រះអង្គកាន់ពុទ្ធសាសនាប៉ុន្តែព្រះអង្គក៏បានជួយផ្គត់ផ្គង់ថែរក្សាការពារព្រហ្មញ្ញសាសនាឲ្យបានរីកចម្រើនផងដែរប្រាសាទភ្នំទាំងឡាយដែលក្នុងរាជមុនតម្កល់លឹងទេវរាជហើយមកដល់អង្គរវត្តនៃព្រះបាទសូរ្យវរ្ម័នទី2តម្កល់ព្រះបដិមាករព្រះវិស្ណុប្រាសាទបាយ័នដែលជាស្នូលនៃអង្គរទី3ត្រូវបានព្រះបាទជ័យវរ្ម័នទី7តម្កល់ព្រះបដិមាករពុទ្ធរាជមួយអង្គយ៉ាងធំសម្បើមមានកម្ពស់ជិត4ម៉ែត្រប៉ុន្តែឯកសារខ្លះថា9ម៉ែត្រទៅវិញព្រះបាទជ័យវរ្ម័នទី7ទ្រង់ជាព្រះមហាក្សត្រប្រកបដោយធម៌ទុសពិតនិងមានព្រហ្មវិហារធម៌សណ្ដោសប្រណីដល់អស់សពសត្វដោយសិលាចារឹកមន្ទីរពេទ្យរបស់ព្រះអង្គបានចែងថាជំងឺរបស់ប្រជារាស្ត្រធ្វើឲ្យព្រះអង្គឈឺចាប់ជាងជំងឺផ្ទាល់របស់ព្រះអង្គទៅទៀតព្រោះថាសេចក្តីឈឺចាប់សាធារណជននេះហើយជាសេចក្តីឈឺចាប់របស់ព្រះរាជាពុំមែនសេចក្តីឈឺចាប់ផ្ទាល់ទេដែលធ្វើឲ្យព្រះអង្គឈឺចាប់នោះដោយសារព្រះកតេបណ្ឌិតខាងលើនេះព្រះអង្គបានសាងមន្ទីរពេទ្យចំនួន102នៅក្នុងផ្ទៃប្រទេសទាំងមូលដែលមនុស្សក្នុងវណ្ណៈទាំង4អាចចូលព្យាបាលរោគបានដូចគ្នាព្រមទាំងសាលាសំណាក់ឬធម្មសាលាចំនួន121នៅតាមបណ្ដោយផ្លូវធំនៃអាណាចក្រថែមទៀតផងព្រះបាទជ័យវរ្ម័នទី7ទ្រង់ឡើងគ្រងរាជ្យនៅឆ្នាំ1181គេមិនបានដឹងច្បាស់ថាព្រះអង្គចូលទីវង្គតនៅឆ្នាំណាពិតប្រាកដទេគេគ្រាន់តែសង្ស័យថាព្រះអង្គទំនងជាបានសោយរាជ្យដល់ឆ្នាំ1218នៃគ្រិស្តសករាជហើយពេលដែលព្រះអង្គសុគតទៅទ្រង់បានទទួលព្រះមរណនាមថាមហាបរមសោយកតៈលោកអ្នកនាងទើបតែបានស្ដាប់អំពីព្រះបាទជ័យវរ្ម័នទី7នៅសប្តាហ៍ក្រោយសូមអញ្ជើញលោកអ្នកនាងរងចាំតាមដានស្ដាប់ព្រះបាទឥន្ទ្រវរ្ម័នទី2និងព្រះបាទជ័យវរ្ម័នទី8សូមអញ្ជើញលោកអ្នកនាងរងចាំតាមដានស្ដាប់កុំបីខានឡើយសួស្តីលោកអ្នកស្ដាប់ជាទីមេត្រីនៅក្នុងនីតិស្វែងយល់អំពីប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជានាវេលាថ្ងៃនេះសូមអញ្ជើញលោកអ្នកនាងតាមដានស្ដាប់ព្រះបាទស្រិន្ទ្រវរ្ម័នព្រះបាទស្រិន្ទ្រជ័យវរ្ម័ននិងព្រះបាទជ័យវរ្ម័នទី9ក26ព្រះបាទស្រិន្ទ្រវរ្ម័នឬឥន្ទ្រវរ្ម័នទី3ព្រឹត្តិការណ៍មួយដែលកើតឡើងនៅឆ្នាំ1295គឺដោយសារព្រះរាជបុត្រីព្រះបាទជ័យវរ្ម័នទី8ព្រះនាមស្រិន្ទ្រភូបេស្វរៈជោឌាបានលួចព្រះខ័នមាសដែលជាតំណាងអំណាចព្រះរាជាយកទៅឲ្យស្វាមីនាងបានបង្ខំព្រះបាទជ័យវរ្ម័នទី8ជាព្រះបិតាចុះចេញពីរាជបល្ល័ង្កហើយប្រគល់រាជនេះទៅឲ្យព្រះបាទស្រិន្ទ្រវរ្ម័នឬឥន្ទ្រវរ្ម័នទី3ជាកូនប្រសារសោយរាជខ្នងព្រះអង្គក្នុងឆ្នាំនោះបើតាមសក្ខីភាពលោកជូតាខ្វាន់សមាជិកអ្នកការទូតចិនម្នាក់របស់ព្រះចៅអធិរាជតេម៉ូ
ដែលបានមកដល់កម្ពុជាក្នុងឆ្នាំ1296បានបញ្ជាក់ឲ្យឃើញថាការផ្លាស់ប្ដូររជ្ជកាលនេះមានភាពឃោឃៅណាស់ស្ដេចដែលឡើងសោយរាជថ្មីជាកូនប្រសាររបស់ស្ដេចមុនកូនស្រីរបស់ស្ដេចអង្គនេះបានលួចយកព្រះខ័នមាសរបស់ព្រះបិតាហើយយកទៅឲ្យស្វាមីនាងដូច្នេះហើយបានជាកូនប្រុសដែលត្រូវទទួលរាជបន្តពីព្រះបិតាបានរត់ចេញទៅកេណ្ឌទ័ពស្ដេចថ្មីចាប់បានយកទៅកាត់ដរៀមជើងហើយយកទៅឃុំទុកក្នុងបន្ទប់ងងឹតព្រះបាទត្រឹមត្រវរ្ម័នឬឥន្ទ្រវរ្ម័នទី3ជាព្រះមហាក្សត្រដែលជឿនិងគោរពព្រះពុទ្ធសាសនាហិនយានហើយគឺជាព្រះមហាក្សត្រខ្មែរដំបូងគេដែលបានកសាងសិលាចារឹកជាភាសាបាលីភាសាសក្ការៈខាងព្រះពុទ្ធសាសនាជំនួសភាសាសំស្ក្រឹតភាសានៃសាសនាព្រាហ្មណ៍នៅប្រទេសកម្ពុជានេះនៅក្នុងរាជព្រះអង្គប្រទេសខ្មែរបានទទួលសុខសន្តិភាពណាស់អ្វីត្បិតតែព្រះអង្គទ្រង់គោរពព្រះពុទ្ធសាសនាប៉ុន្តែព្រហ្មញ្ញសាសនាក៏បានទទួលការឧបត្ថម្ភគាំទ្រពីព្រះអង្គហើយមានភាពរុងរឿងផងដែរនៅឆ្នាំ1307ព្រះបាទត្រឹមត្រវរ្ម័នឬឥន្ទ្រវរ្ម័នទី3បានដាក់រាជហើយផ្ទេររាជសម្បត្តិថ្វាយទៅរាជទាយាទយុវរាជក្នុងឆ្នាំនោះរួចព្រះអង្គទ្រង់យាងទៅគង់នៅក្នុងអាស្រមព្រះពុទ្ធសាសនាមួយយ៉ាងស្ងៀមស្ងាត់នៅក្នុងព្រៃក27ព្រះបាទស្រិន្ទ្រជយវរ្ម័នឬឥន្ទ្រជយវរ្ម័នក្រោយពីព្រះបាទឥន្ទ្រវរ្ម័នទី3ដាក់រាជហើយយាងទៅគង់យ៉ាងស្ងៀមស្ងាត់ក្នុងព្រៃព្រះបាទស្រិន្ទ្រជយវរ្ម័នឬឥន្ទ្រជយវរ្ម័នដែលជាព្រះញាតិទ្រង់ឡើងសោយរាជស្នងព្រះអង្គដោយព្រះអង្គមានជំនឿលើសាសនាព្រះឥសូរយ៉ាងមោះមុតផ្ទុយពីរាជមុនព្រះអង្គនោះព្រះបាទឥន្ទ្រជយវរ្ម័នបានខំស្ដារចាត់ចែងតុបតែងបន្ថែមនៅប្រាសាទខាងព្រហ្មញ្ញសាសនាដែលបានកសាងឡើងក្នុងរជ្ជកាលរបស់ព្រះបាទជយវរ្ម័នទី8ឧទ្ទិសចំពោះព្រាហ្មណ៍ជ័យមង្គលលាភហើយព្រះអង្គដែលមានគំនិតប្រឆាំងនឹងព្រះពុទ្ធសាសនាបានជួយគាំទ្រប្រតិកម្មរបស់អ្នកកាន់ព្រហ្មញ្ញសាសនាឲ្យវាយបំផ្លាញបដិមាករផ្សេងខាងព្រះពុទ្ធសាសនាដែលជាហេតុបណ្ដាលឲ្យមានការបះបោរការជំលោះទាស់ទែងផ្ទៃក្នុងរវាងខ្មែរនិងខ្មែរពីរឿងសាសនានេះថែមទៀតផងឆ្លៀតឱកាសដ៏ល្អនេះជនជាតិថៃដែលយកលេសថាការពារជំនឿព្រះពុទ្ធសាសនាបានឆ្លៀតឱកាសលុកលុយប្រទេសកម្ពុជារហូតដល់ប្រទេសចម្ប៉ាថែមទៀតផងក្នុងរាជរបស់ព្រះអង្គគឺនៅឆ្នាំ1320គណៈបេសកកម្មចិនមួយត្រូវបានបញ្ជូនមកដើម្បីទិញដំរីផ្សាំងពីប្រទេសខ្មែរព្រះបាទឥន្ទ្រជយវរ្ម័នទ្រង់ឡើងសោយរាជពីឆ្នាំ1307ឬ1308ហើយគង់ក្នុងរាជរហូតដល់ឆ្នាំ1327នៃគ្រិស្តសករាជក28ព្រះបាទជយវរ្ម័នទី9បន្ទាប់ពីរាជរបស់ព្រះបាទឥន្ទ្រជយវរ្ម័នព្រះរាជបុត្ររបស់ព្រះអង្គព្រះនាមថាសីហនុបានឡើងគ្រងរាជស្នងដែលមានព្រះនាមក្នុងរាជថាព្រះបាទជយវរ្ម័នទី9នៅក្នុងឆ្នាំ1327នៃគ្រិស្តសករាជគេមិនបានដឹងច្បាស់ពីរយៈកាលគ្រងរាជរបស់ព្រះបាទជយវរ្ម័នទី9នៅអង្គរពិតប្រាកដទេតែគេបានដឹងថាគឺព្រះបាទជយវរ្ម័នទី9នេះហើយដែលបានបញ្ជូនទូតទៅប្រទេសចិននៅឆ្នាំ1330និងបានចាត់គណៈប្រតិភូមួយឲ្យទៅធ្វើវឌ្ឍនកិច្ចចំពោះប្រទេសដៃវៀតនៅច្រកភ្នំគឿវ៉ៅនៅឆ្នាំ1335នៃគ្រិស្តសករាជព្រះបាទជយវរ្ម័នទី9ជាព្រះមហាក្សត្រចុងក្រោយបង្អស់ដែលគេស្គាល់តាមសិលាចារឹកហើយគឺប្រហែលជាព្រះរាជាខ្មែរសម័យអង្គរចុងក្រោយបង្អស់ដែលទ្រង់យកព្រះនាមវរ្ម័នមកប្រើនោះផងដែរព្រះមហាក្សត្រអង្គនេះក៏ទ្រង់ជាព្រះរាជាទ្រង់មានជំនឿមុតមាំបំផុតលើសាសនាព្រះឥសូរក្នុងបំណងបង្ហាញឲ្យឃើញជាសាធារណៈនៅជំនឿនេះព្រះអង្គបានទ្រង់ចាត់ចែងឲ្យសាងសិលាចារឹកមួយដាក់តម្កល់ក្នុងបូជនីយដ្ឋានព្រះពុទ្ធសាសនាដ៏សម្បើមអស្ចារ្យមួយគឺប្រាសាទបាយ័នដែលបានកសាងឡើងដោយព្រះបាទជយវរ្ម័នទី7ថែមទៀតផងទង្វើនេះបានធ្វើឲ្យមានប្រតិកម្មរបស់មហាជនកាន់តែច្រើននិងកាន់តែកម្រោលឡើងនៅទូទាំងផ្ទៃប្រទេស
លោកអ្នកនាងទើបតែបានស្ដាប់ការរៀបរាប់អំពីព្រះបាទស្រិន្ទ្រវរ្ម័នព្រះបាទស្រិន្ទ្រជយវរ្ម័ននិងព្រះបាទជយវរ្ម័នទី9ឆ្លៀតពេលនេះខ្ញុំបាទសូមជម្រាបលោកអ្នកស្ដាប់ទាំងអស់ឲ្យបានជ្រាបថាយើងខ្ញុំសូមផ្អាកការផ្សាយនាទីស្វែងយល់អំពីប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជាតែត្រឹមរាជវង្សវរ្ម័នតែប៉ុណ្ណេះសិនដើម្បីយកពេលវេលានេះទៅចាក់ផ្សាយការស្រាវជ្រាវអំពីអំពើពុករលួយនៅប្រទេសកម្ពុជានីតិស្វែងយល់អំពីប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជានឹងវិលមកជួបលោកអ្នកស្ដាប់ជាថ្មីម្ដងទៀតក្នុងពេលឆាប់ៗនេះបន្ទាប់ពីការចាក់ផ្សាយអំពើពុករលួយនៅប្រទេសកម្ពុជាបានបញ្ចប់សូមលោកអ្នកស្ដាប់ទាំងអស់មេត្តាអធ្យាស្រ័យសួស្តីលោកអ្នកស្ដាប់ជាទីមេត្រីនៅក្នុងនីតិស្វែងយល់អំពីប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជានាវេលាថ្ងៃនេះសូមអញ្ជើញលោកអ្នកនាងតាមដានស្ដាប់ព្រះបាទស្រិន្ទ្រវរ្ម័នព្រះបាទស្រិន្ទ្រជយវរ្ម័ននិងព្រះបាទជយវរ្ម័នទី9ក26ព្រះបាទស្រិន្ទ្រវរ្ម័នឬឥន្ទ្រវរ្ម័នទី3ព្រឹត្តិការណ៍មួយដែលកើតឡើងនៅឆ្នាំ1295គឺដោយសារព្រះរាជបុត្រីព្រះបាទជយវរ្ម័នទី8ព្រះនាមស្រិន្ទ្រភូបេស្វរៈជោឌាបានលួចព្រះខ័នមាសដែលជាតំណាងអំណាចព្រះរាជាយកទៅឲ្យស្វាមីនាងបានបង្ខំព្រះបាទជយវរ្ម័នទី8ជាព្រះបិតាចុះចេញពីរាជបល្ល័ង្កហើយប្រគល់រាជនេះទៅឲ្យព្រះបាទស្រិន្ទ្រវរ្ម័នឬឥន្ទ្រវរ្ម័នទី3ជាកូនប្រសារសោយរាជស្នងព្រះអង្គក្នុងឆ្នាំនោះបើតាមសក្ខីភាពលោកជូតាខ្វាន់សមាជិកអ្នកការទូតចិនម្នាក់របស់ព្រះចៅអធិរាជតេម៉ូដែលបានមកដល់កម្ពុជាក្នុងឆ្នាំ1296បានបញ្ជាក់ឲ្យឃើញថាការផ្លាស់ប្ដូររជ្ជកាលនេះមានភាពឃោរឃៅណាស់ស្ដេចដែលឡើងសោយរាជថ្មីជាកូនប្រសាររបស់ស្ដេចមុនកូនស្រីរបស់ស្ដេចអង្គនេះបានលួចយកព្រះខ័នមាសរបស់ព្រះបិតាហើយយកទៅឲ្យស្វាមីនាងដូច្នេះហើយបានជាកូនប្រុសដែលត្រូវទទួលរាជបន្តពីព្រះបិតាបានរត់ចេញទៅកេណ្ឌទ័ពស្ដេចថ្មីចាប់បានយកទៅកាត់បរិញ្ញជើងហើយយកទៅឃុំទុកក្នុងបន្ទប់ងងឹតព្រះបាទស្រិន្ទ្រវរ្ម័នឬឥន្ទ្រវរ្ម័នទី3ជាព្រះមហាក្សត្រដែលជឿនិងគោរពព្រះពុទ្ធសាសនាហិនយានហើយគឺជាព្រះមហាក្សត្រខ្មែរដំបូងគេដែលបានកសាងសិលាចារឹកជាភាសាបាលីភាសាសក្ការៈខាងព្រះពុទ្ធសាសនាជំនួសភាសាសំស្ក្រឹតភាសានៃសាសនាព្រាហ្មណ៍នៅប្រទេសកម្ពុជានេះនៅក្នុងរាជព្រះអង្គប្រទេសខ្មែរបានទទួលសុខសន្តិភាពណាស់អ្វីត្បិតតែព្រះអង្គទ្រង់គោរពព្រះពុទ្ធសាសនាប៉ុន្តែព្រហ្មញ្ញសាសនាក៏បានទទួលការឧបត្ថម្ភគាំទ្រពីព្រះអង្គហើយមានភាពរុងរឿងផងដែរនៅឆ្នាំ1307ព្រះបាទស្រិន្ទ្រវរ្ម័នឬឥន្ទ្រវរ្ម័នទី3បានដាក់រាជហើយផ្ទេររាជសម្បត្តិផ្សាយទៅរាជទាយាទយុវរាជក្នុងឆ្នាំនោះរួចព្រះអង្គទ្រង់យាងទៅគង់នៅក្នុងអាស្រមព្រះពុទ្ធសាសនាមួយយ៉ាងស្ងៀមស្ងាត់នៅក្នុងព្រៃក27ព្រះបាទស្រិន្ទ្រជយវរ្ម័នឬឥន្ទ្រជយវរ្ម័នក្រោយពីព្រះបាទឥន្ទ្រវរ្ម័នទី3ដាក់រាជហើយយាងទៅគង់យ៉ាងស្ងៀមស្ងាត់ក្នុងព្រៃព្រះបាទស្រិន្ទ្រជយវរ្ម័នឬឥន្ទ្រជយវរ្ម័នដែលជាព្រះញាតិទ្រង់ឡើងសោយរាជស្នងព្រះអង្គដោយព្រះអង្គមានជំនឿលើសាសនាព្រះឥសូរយ៉ាងមោះមុតផ្ទុយពីរាជមុនព្រះអង្គនោះព្រះបាទឥន្ទ្រជយវរ្ម័នបានខំស្ដារចាត់ចែងតុបតែងបន្ថែមនៅប្រាសាទខាងព្រហ្មញ្ញសាសនាដែលបានកសាងឡើងក្នុងរជ្ជកាលរបស់ព្រះបាទជយវរ្ម័នទី8ឧទ្ទិសចំពោះព្រាហ្មណ៍ជ័យមង្គលលាភហើយព្រះអង្គដែលមានគំនិតប្រឆាំងនឹងព្រះពុទ្ធសាសនាបានជួយគាំទ្រប្រតិកម្មរបស់អ្នកកាន់ព្រហ្មញ្ញសាសនាឲ្យវាយបំផ្លាញបដិមាករផ្សេងៗខាងព្រះពុទ្ធសាសនាដែលជាហេតុបណ្ដាលឲ្យមានការបះបោរការជំលោះទាស់ទែងផ្ទៃក្នុងរវាងខ្មែរនិងខ្មែរពីរឿងសាសនានេះថែមទៀតផង
ឆ្លៀតឱកាសដ៏ល្អនេះជនជាតិថៃដែលយកលេសថាការពារជំនឿព្រះពុទ្ធសាសនាបានឆ្លៀតឱកាសលុកលុយប្រទេសកម្ពុជារហូតដល់ប្រទេសចម្ប៉ាថែមទៀតផងក្នុងរាជ្យរបស់ព្រះអង្គគឺនៅឆ្នាំ1320គណៈបេសកកម្មចិនមួយត្រូវបានបញ្ជូនមកដើម្បីទិញដំរីផ្សាំងពីប្រទេសខ្មែរព្រះបាទឥន្ទ្រជ័យវរ្ម័នទ្រង់ឡើងសោយរាជ្យពីឆ្នាំ1307ឬ1308ហើយគង់ក្នុងរាជ្យរហូតដល់ឆ្នាំ1327នៃគ្រិស្តសករាជក28ព្រះបាទជ័យវរ្ម័នទី9បន្ទាប់ពីរាជ្យរបស់ព្រះបាទឥន្ទ្រជ័យវរ្ម័នព្រះរាជបុត្ររបស់ព្រះអង្គព្រះនាមថាស្ទេហនុបានឡើងគ្រងរាជស្នងដែលមានព្រះនាមក្នុងរាជថាព្រះបាទជ័យវរ្ម័នទី9នៅក្នុងឆ្នាំ1327នៃគ្រិស្តសករាជគេមិនបានដឹងច្បាស់ពីរយៈកាលគ្រងរាជរបស់ព្រះបាទជ័យវរ្ម័នទី9នៅអង្គរពិតប្រាកដទេតែគេបានដឹងថាគឺព្រះបាទជ័យវរ្ម័នទី9នេះហើយដែលបានបញ្ជូនទូតទៅប្រទេសចិននៅឆ្នាំ1330និងបានចាត់គណៈប្រតិភូមួយឲ្យទៅធ្វើវឌ្ឍនកិច្ចចំពោះប្រទេសដៃវៀតនៅច្រកភ្នំគឿវ៉ៅនៅឆ្នាំ1335នៃគ្រិស្តសករាជព្រះបាទជ័យវរ្ម័នទី9ជាព្រះមហាក្សត្រចុងក្រោយបង្អស់ដែលគេស្គាល់តាមសិលាចារឹកហើយគឺប្រហែលជាព្រះរាជាខ្មែរសម័យអង្គរចុងក្រោយបង្អស់ដែលទ្រង់យកព្រះនាមវរ្ម័នមកប្រើនោះផងដែរព្រះមហាក្សត្រអង្គនេះក៏ទ្រង់ជាព្រះរាជាទ្រង់មានជំនឿមុតមាំបំផុតលើសាសនាព្រះឥសូរក្នុងបំណងបង្ហាញឲ្យឃើញជាសាធារណៈនៅជំនឿនេះព្រះអង្គបានទ្រង់ចាត់ចែងឲ្យសាងសិលាចារឹកមួយដាក់តម្កល់ក្នុងបូជនីយដ្ឋានព្រះពុទ្ធសាសនាដ៏សម្បើមអស្ចារ្យមួយគឺប្រាសាទបាយ័នដែលបានកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី7ថែមទៀតផងទង្វើនេះបានធ្វើឲ្យមានប្រតិកម្មរបស់មហាជនកាន់តែច្រើននិងកាន់តែកម្រោលឡើងនៅទូទាំងផ្ទៃប្រទេសលោកអ្នកនាងទើបតែបានស្ដាប់ការរៀបរាប់អំពីព្រះបាទស្រិន្ទ្រវរ្ម័នព្រះបាទស្រិន្ទ្រជ័យវរ្ម័ននិងព្រះបាទជ័យវរ្ម័នទី9នៅសប្តាហ៍ក្រោយសូមអញ្ជើញលោកអ្នកនាងរងចាំស្ដាប់ការរៀបរាប់អំពីព្រះរាជាខ្មែរក្រោយវង្សវរ្ម័ននិងការចាកចោលអង្គរសូមអញ្ជើញលោកអ្នកនាងរងចាំតាមដានស្ដាប់កុំបីខានឡើយសួស្តីលោកអ្នកស្ដាប់ជាទីមេត្រីនៅក្នុងនេតិស្វែងយល់អំពីប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជានាវេលាថ្ងៃនេះសូមអញ្ជើញលោកអ្នកនាងតាមដានស្ដាប់ការរៀបរាប់អំពីព្រះរាជាខ្មែរក្រោយវង្សវរ្ម័ននិងការចាកចោលអង្គរខ1ព្រះបាទត្រសក់ផ្អែមវិបត្តិសាសនាដែលអូសបន្លាយយូរអង្វែងនៅភាគខាងចុងនៃសម័យអង្គរហើយដែលមានប្រតិកម្មជះកំសួលជាអំពើអាក្រក់ទៅលើគ្នាទៅវិញទៅមកជួនកាលព្រះពុទ្ធសាសនាប៉ះពាល់ទៅលើព្រហ្មញ្ញសាសនាហើយភាគច្រើនខាងព្រហ្មញ្ញសាសនាបានបំផ្លាញព្រះពុទ្ធសាសនាដែលមានអ្នកគោរពបូជាកាន់តែច្រើនណាស់ទៅហើយនៅក្នុងប្រទេសនោះបានជំរុញប្រទេសកម្ពុជាឲ្យធ្លាក់ចូលក្នុងវិបត្តិផ្ទៃក្នុងមួយយ៉ាងធំដោយប្រវត្តិសាស្ត្រជាតិត្រូវកាត់ផ្ដាច់មួយរយៈកាលហើយភ្ជាប់មកវិញដោយព្រឹត្តិការណ៍បដូររាជវង្សពីវង្សវរ្ម័នមកវង្សត្រសក់ផ្អែមដែលអ្នកស្រាវជ្រាវនឹងប្រវត្តិវិទូជាច្រើនយល់ថានេះជាបដិវត្តន៍ខាងនយោបាយនិងខាងសាសនារបស់នាយត្រសក់ផ្អែមចាប់តាំងពីពេលនេះមកសិលាចារឹកដែលជាប្រភពឯកសារដ៏សំខាន់ក្នុងការកត់ត្រាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រខ្មែរលែងមានទៀតហើយយើងពឹងផ្អែកតែទៅលើឯកសារព្រះរាជពង្សសាវតាដែលត្រូវបានចងក្រងឡើងនៅសតវត្សទី18និង19ទៅតាមការនិយាយបន្តគ្នាឬទន្ទិញចាំមាត់លើអត្ថបទបុរាណខ្លះដែលពីដើមគេតម្កល់ទុកក្នុងក្រុងឧដុង្គដែលពោរពេញទៅដោយភាពច្របូកច្របល់ទាំងលំដាប់ព្រះមហាក្សត្រនិងកាលបរិច្ឆេទមកដល់ពេលនេះយើងសង្កេតឃើញថាអ្នកប្រវត្តិវិទូភាគច្រើនបានយល់ស្របគ្នាដាក់ព្រះបាទត្រសក់ផ្អែម
ឲ្យសោយរាជបន្តផ្ទាល់ពីព្រះសីហនុរាជគឺព្រះបាទជ័យវរ្ម័នទី9ព្រះបាទត្រសក់ផ្អែមដែលមាននាមដើមថាពញាជ័យជាបងរបស់ពញាសួសមានដើមកំណើតជាកសិករអ្នកដាំត្រសក់ដ៏មានរសជាតិផ្អែមពិសេសក្រោយពីបានបេះត្រសក់យកទៅថ្វាយព្រះរាជាហើយត្រូវបានព្រះអង្គសពព្រះរាជហឫទ័យយ៉ាងខ្លាំងមកព្រះរាជាបានប្រទានលំពែងស័ក្តិសិទ្ធិមួយដល់នាយត្រសក់ផ្អែមដើម្បីទុកការពារចម្ការហើយបានដាក់បញ្ជាថាកុំឲ្យនាយត្រសក់ផ្អែមបេះត្រសក់នេះលក់ដូរឬឲ្យទៅអ្នកណាឲ្យសោះយុគមួយដើម្បីសាកល្បងមើលថាតើនាយត្រសក់ផ្អែមមានភក្តីភាពចំពោះព្រះបន្ទូលរបស់ព្រះអង្គឬក៏អត់នោះព្រះមហាក្សត្រក៏បានលបចូលទៅក្នុងចម្ការត្រសក់របស់នាយត្រសក់ផ្អែមនាយត្រសក់ផ្អែមឃើញមនុស្សចូលចម្ការគិតថាជាចោរក៏ចោលនឹងលំពែងហើយត្រូវព្រះមហាក្សត្រសុគតទៅដោយព្រះមហាក្សត្រអង្គនេះពុំមានព្រះរាជបុត្រានឹងសោយរាជស្នងហើយដោយយល់ថាពញាជ័យនេះជាអ្នកមានបុណ្យផងអស់សេនាបតីមន្ត្រីទាំងពួងក៏អញ្ជើញគាត់ឲ្យឡើងសោយរាជដែលមានព្រះនាមក្នុងរាជថាព្រះបាទសម្ដេចព្រះរាជអង្ការព្រះបរមរាជាធិរាជជ័យព្រះបាទត្រសក់ផ្អែមទ្រង់បានលើកព្រះចន្ទ្រាវតីព្រះរាជបុត្រីនៃព្រះសីហនុរាជគឺជ័យវរ្ម័នទី9ជាមហេសីហើយថ្វាយព្រះនាមថាសម្ដេចព្រះភក្ត្រតីសិរីចន្ទ្រាមហាក្សត្រីខ2ព្រះបាទនិព្វានបាទឯកសារដែលរៀបរាប់ពីស្ដេចដែលសោយរាជបន្តពីព្រះបាទត្រសក់ផ្អែមក៏មានភាពច្របូកច្របល់ណាស់ដែរហើយយើងឃើញថាមានខុសគ្នាដល់ទៅចំនួន5រាជស្ដេចផែនដីព្រោះឯកសារខ្លះបញ្ជាក់ថាស្ដេចសោយរាជស្នងព្រះបាទត្រសក់ផ្អែមគឺព្រះបាទពញាសួសប្អូនត្រសក់ផ្អែមរួចបន្តទៅព្រះបាទសិរីវិជ្ជៈកូនត្រសក់ផ្អែមរួចបន្តទៅផែនដីព្រះលំពង់កូនសិរីវិជ្ជៈរួចតទៅដែនដីព្រះរាជអង្ការកូនព្រះលំពង់រួចបន្តមកដែនដីព្រះសូរិយោពណ៌ជាកូនព្រះអង្ការរួចទើបមកដល់ព្រះបាទនិព្វានចក្រដែលឯកសារនោះបានបញ្ជាក់ថាជាកូនសូរិយោពណ៌ប៉ុន្តែឯកសារស្ទើរតែទាំងអស់បានបញ្ជាក់ថាស្ដេចដែលសោយរាជបន្តពីព្រះបាទត្រសក់ផ្អែមគឺព្រះរាជបុត្ររបស់ព្រះអង្គដែលគេបានស្គាល់ព្រះមរណនាមថាព្រះបាទនិព្វានបាទឬនិព្វានចក្រដែលបានឡើងសោយរាជនៅឆ្នាំ1340នៃគ្រិស្តសករាជព្រះអង្គទ្រង់គ្រប់គ្រងប្រទេសបន្តពីព្រះបិតាព្រះអង្គដែលសុខសាន្តដោយបានចងសម្ព័ន្ធមេត្រីភាពយ៉ាងល្អជាមួយប្រទេសជិតខាងគឺប្រទេសឡាវសៀមយួនតុងកឹងនិងនគរចម្ប៉ាប៉ុន្តែគួរកត់សម្គាល់ថាតាំងពីបដូររាជវង្សពីវង្សវរ្ម័នមកវង្សត្រសក់ផ្អែមគឺចាប់តាំងពីរាជព្រះបាទត្រសក់ផ្អែមនិងរាជព្រះនិព្វានបាទជាព្រះរាជបុត្រព្រះអង្គនេះមកប្រទេសខ្មែរហាក់បាត់បង់ភាពជាម្ចាស់ទាំងស្រុងលើទឹកដីភាគខាងលិចរបស់ខ្លួនដែលមានជនជាតិសៀមចូលមកលុកលុយនិងរស់នៅនោះព្រះបាទនិព្វានបាទទ្រង់សោយរាជរយៈកាលជាង5ឆ្នាំក៏ទ្រង់ប្រឈួនហើយទ្រង់សោយទីវង្គតទៅនៅក្នុងឆ្នាំ1346នៃគ្រិស្តសករាជលោកអ្នកនាងទើបតែបានស្ដាប់ការរៀបរាប់អំពីព្រះបាទត្រសក់ផ្អែមនិងព្រះបាទនិព្វានបាទនៅសប្តាហ៍ក្រោយសូមអញ្ជើញលោកអ្នកនាងរងចាំស្ដាប់ព្រះបាទសុធានរាជាព្រះបាទស្រីលំពង់រាជានិងព្រះបាទសូរិយោវង្សសូមអញ្ជើញលោកអ្នកនាងរងចាំតាមដានស្ដាប់កុំបីខានឡើយសួស្តីលោកអ្នកស្ដាប់ជាទីមេត្រីនៅក្នុងនីតិស្វែងយល់អំពីប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជានាវេលាថ្ងៃនេះសូមអញ្ជើញលោកអ្នកនាងតាមដានស្ដាប់ព្រះបាទសុធានរាជាព្រះបាទស្រីលំពង់រាជានិងព្រះបាទសូរិយោវង្សសូមអញ្ជើញលោកអ្នកនាងតាមដានស្ដាប់ដូចតទៅខ3ព្រះបាទសុធានរាជាក្រោយពីព្រះបាទនិព្វានបាទ
ឬនិព្វានចក្រទ្រង់បានសោយទីវង្គតទៅព្រះរាជវង្សានុវង្សសេនាបតីមន្ត្រីទាំងពួងបានជ្រើសរើសព្រះបុត្រាពៅរបស់ព្រះបាទត្រសក់ផ្អែមព្រះអនុជរបស់ព្រះនិព្វានបាទព្រះនាមព្រះសុធានរាជាឲ្យឡើងគ្រងរាជស្នងព្រះអង្គដោយយកនគរធំជារាជធានីដដែលប៉ុន្តែបានរយៈពេលតែ3ខែប៉ុណ្ណោះគឺមិនទាន់ទាំងបានរៀបចំពិធីរាជាភិសេកនិងធ្វើបុណ្យព្រះជេដ្ឋាផងព្រះអង្គក៏ទ្រង់អាពាហ៍ហើយសុគតទៅទៀតនៅក្នុងឆ្នាំ1346នៃគ្រិស្តសករាជដដែលនោះខ4ព្រះបាទស្រីលំពង់រាជានិងការបែកអង្គរលើកទី1ក្រោយពីព្រះបាទសុធានរាជាទ្រង់សោយទីវង្គតទៅព្រះរាជបុត្ររបស់ព្រះអង្គព្រះនាមលំពង់រាជាទ្រង់ឡើងគ្រងរាជស្នងព្រះបិតានៅឆ្នាំ1346នៃគ្រិស្តសករាជនៅរាជធានីអង្គរធំក៏ប៉ុន្តែឯកសារខ្លះថាព្រះលំពង់រាជានេះជាព្រះរាជបុត្ររបស់ព្រះនិព្វានបាទជាបងរបស់ព្រះសុធានរាជាទៅវិញក្នុងរាជរបស់ព្រះអង្គនគរកម្ពុជាមានចម្បាំងរាំងជលយ៉ាងធំជាមួយនឹងសៀមដែលមានស្ដេចរាមាធិបតីជាប្រមុខដែលបានបដូររាជធានីពីសុខោទ័យអតីតទឹកដីខ្មែររុលចូលមុខតាំងរាជធានីថ្មីនៅអយុធ្យារួចលើកទ័ពមកឡោមព័ទ្ធក្រុងអង្គរប៉ុន្តែក្នុងគ្រាដំបូងនៃសង្គ្រាមនេះទ័ពសៀមត្រូវបានទទួលបរាជ័យយ៉ាងដំណំដោយសារទ័ពខ្មែរក្រោមបញ្ជាការព្រះមហាឧបរាជព្រះនាមសុរិយោទ័យព្រះអនុជរបស់ព្រះលំពង់រាជាវាយកំទេចបែកខ្ចាត់ខ្ចាយដកថយទៅវិញចំណែកព្រះលំពង់រាជាឃើញដូច្នោះក៏មានគំនិតធ្វេសប្រហែសអ្នកងាយសត្រូវនឹកគិតថាសត្រូវមិនអាចធ្វើអ្វីមហានគរបានទៀតក៏ទ្រង់បញ្ជារំសាយកងទ័ពឲ្យត្រឡប់ទៅកាន់លំនៅឋានរៀងខ្លួនវិញមិនយូរប៉ុន្មានសៀមក៏លើកទ័ពធំមកម្ដងទៀតដោយមិនឲ្យខ្មែរដឹងជាមុនឯខាងរាជធានីអង្គរវិញលុះដឹងថាសៀមលើកទ័ពមកជាថ្មីម្ដងទៀតហើយខ្មែរនឹងកេណ្ឌទ័ពក៏មិនទាន់ព្រះបាទលំពង់រាជាក៏ឲ្យដេញរាស្ត្រទាំងអស់ចូលក្នុងកំផែងមហានគរហើយកេណ្ឌពលឲ្យការពារក្នុងសង្គ្រាមលើកនេះកងទ័ពសៀមបានឡោមព័ទ្ធក្រុងអង្គរអស់រយៈពេល1ឆ្នាំ5ខែទ័ពជំនួយខ្មែរដែលមកពីទិសផ្សេងមកជួយក្រុងអង្គរដែរប៉ុន្តែដោយមកគុំស្មើគ្នាក៏ត្រូវទទួលបរាជ័យឯខាងសៀមវិញចេះតែបញ្ជូនទ័ពមកបន្ថែមកម្លាំងជានិច្ចទីបំផុតព្រះបាទលំពង់រាជាដោយព្រួយព្រះទ័យជាខ្លាំងក៏ប្រឈួនហើយសោយទីវង្គតទៅព្រះមហាឧបរាជសុរិយោទ័យជាប្អូនក៏ដឹកនាំទ័ពប្រយុទ្ធបន្តទៅទៀតប៉ុន្តែនៅទីអវសានទ័ពសៀមវាយទម្លាយទ្វារទិសខាងកើតបានព្រះមហាឧបរាជក៏សុគតក្នុងសង្គ្រាមនោះទៅទៀតហើយរាជធានីអង្គរក៏ត្រូវធ្លាក់ទៅក្នុងកណ្ដាប់ដៃសៀមនៅឆ្នាំ1352ឯកសារខ្លះថាឆ្នាំ1353នោះទៅក្រោយពីបានទទួលជ័យជំនះហើយស្ដេចសៀមរាមាធិបតីបានរៀបអភិសេកបុត្រាព្រះនាមចៅបាសាទឲ្យឡើងសោយរាជ្យនៅក្រុងអង្គរហើយតែងតាំងចៅហ្វាយខេត្តជាតិសៀមឲ្យត្រួតត្រាខេត្តខ្មែរទាំងឡាយនៅភាគខាងលិចដូចជាបច្ចឹមបុរីនគររាជសីមាលក្ខនិងលក្ខដែលគេទន្ទ្រានយកបានក្នុងពេលវាយលុកក្រុងអង្គរនោះហើយខេត្តមួយចំនួនត្រូវសៀមយកផ្ដាច់តាំងពីពេលនោះមកហើយស្ដេចសៀមអង្គនេះបានត្រឡប់ទៅក្រុងអយុធ្យាវិញហើយបានគៀរាជខ្មែរប្រមាណ100,000គ្រួជាឆ្លើយនាំយកទៅក្នុងនោះចាត់ខ្មែរ100,000នាក់ឲ្យដឹកជញ្ជូនទ្រព្យសម្បត្តិមានតម្លៃដូចជាមាសពេជ្រកែវកងកន្ទេលមាសកន្ទេលប្រាក់គម្ពីរដីកាឯកសារសំខាន់សពសារពើនាំយកទៅស្រុកសៀមថែមទៀតផងខ5ព្រះបាទសុរិយោវង្សក្នុងពេលដែលមហានគរបានធ្លាក់ទៅក្នុងកណ្ដាប់ដៃសៀមលើកទី1នេះសៀមបានកាន់កាប់និងគ្រប់គ្រងប្រទេសកម្ពុជាអស់រយៈពេល4ឆ្នាំគឺពីឆ្នាំ1353ដល់ឆ្នាំ1357ឯឯកសារខ្លះថារយៈពេល6ឆ្នាំហើយពេលនោះព្រះរាមាធិបតីស្ដេចសៀមបានដាក់បុត្រាខ្លួន3នាក់ឲ្យសោយរាជ្យបន្តបន្ទាប់គ្នានៅក្រុងអង្គរគឺចៅបាសាទដែលសោយរាជ្យបានប្រមាណជាង1ឆ្នាំហើយឈឺសុគតទៅ
ចៅបាអាតសោយរាជបានប្រមាណជាង1ឆ្នាំដែរហើយឈឺសគុតទៅទៀតហើយបុត្រាទី3គឺចៅកំបងពិសីដែលសោយរាជបានតែប៉ុន្មានខែប៉ុណ្ណោះក៏សគុតក្នុងសង្គ្រាមជាមួយខ្មែរដែលក្រោករំដោះជាតិក្រោមការដឹកនាំរបស់ព្រះបាទសូរិយាវង្សព្រះបាទសូរិយាវង្សជាព្រះអនុជរបស់ព្រះបាទលំពង់រាជាដែលចេញទៅកែនទ័ពមកជួយក្រុងអង្គរក្នុងពេលដែលសៀមឡោមព័ទ្ធរាជធានីអង្គរនោះលុះវាយចាញ់សៀមហើយព្រះអង្គក៏ទ្រង់បានភៀសទៅស្នាក់នៅប្រទេសឡាវឡានសាងពេលដែលដឹងថាក្រុងអង្គរបានធ្លាក់ទៅក្នុងកណ្ដាប់ដៃសៀមហើយព្រះចៅឡាវចម្ប៉ាស័ក្តិបានជួយទទួលទំនុកបម្រុងរួចថ្វាយពលលាវចំនួន 1500 នាក់និងគ្រឿងសាស្ត្រាវុធជាច្រើនថ្វាយព្រះអង្គសូរិយាវង្សរួចព្រះអង្គបាននាំទ័ពនោះវាយសង្កត់ខេត្តខ្លះដែលចុះចូលជាមួយសៀមរួចទ្រង់មកបោះទីតាំងកែននឹងហាត់វឹកវើទ័ពនៅទួលបាសានស្រុកស្រីសន្ធរលុះប្រជុំទ័ពបានគ្រប់គ្រាន់ហើយព្រះអង្គក៏ទ្រង់បានលើកទ័ពតាមផ្លូវគោកផងតាមផ្លូវទឹកផងចូលវាយរំដោះក្រុងអង្គរបានមកវិញក្នុងឆ្នាំ 1357 នៃគ្រិស្តសករាជហើយស្ដេចសៀមកំបងពិសីដែលសោយរាជនៅអង្គរនោះក៏សគត់ក្នុងសង្គ្រាមនោះទៅក្រោយពីបានទទួលជោគជ័យជាស្ថាពរហើយទទួលបានព្រះបញ្ចក្សេត្រគឺគ្រឿងសម្រាប់រាជឬហៅថាបញ្ចកកុត្តភ័ណ្ឌឬរាជកកុត្តភ័ណ្ឌដែលមាន1ព្រះមកុដ2ព្រះវាលវិជ្ជនីផ្លិតធ្វើដោយរូបសត្វពណ៌ស3ព្រះខ័នជ័យ4ស្វេតឆ័ត្រនិង5សុវណ្ណបាតុកាស្បែកជើងមាសដែលពួកមេទ័ពនិងបាគូព្រាមបរោហិតរំដោះយកទៅលាក់ទុកពេលដែលសៀមវាយដៃក្រុងអង្គរនោះព្រះអង្គសូរិយាវង្សក៏ទ្រង់ទទួលរាជាភិសេកជាស្ដេចផែនដីដោយមានព្រះនាមក្នុងរាជថាព្រះបាទសម្ដេចព្រះស្រីសូរិយាវង្សក្នុងរាជរបស់ព្រះអង្គខ្មែរបានវាយកំចាត់ដេញសៀមឲ្យចេញផុតពីខេត្តនគររាជសីមានិងខេត្តបស្ចឹមបុរីបានថែមទៀតផងហើយនៅភាគខាងកើតវិញព្រះអង្គបានរៀបចំឲ្យមានប្រក្តីភាពឡើងវិញរវាងព្រំប្រទល់ដែនខ្មែរនិងនគរចម្ប៉ាព្រះបាទសូរិយាវង្សទ្រង់សោយរាជនៅរាជធានីអង្គររហូតដល់ឆ្នាំ 1363 ហើយទ្រង់សោយទីវង្គតនៅទីនោះដោយរោគគាពៀតឯកសារខ្លះថាព្រះអង្គទ្រង់សោយទីវង្គតនៅឆ្នាំ 1366 នៃគ្រិស្តសករាជគឺមានរយៈពេលខុសគ្នា3ឆ្នាំទៅវិញលោកអ្នកនាងទើបតែបានស្ដាប់ព្រះបាទសុធានរាជាព្រះបាទស្រីលំពង់រាជានិងព្រះបាទសូរិយាវង្សនៅសប្តាហ៍ក្រោយសូមអញ្ជើញលោកអ្នកនាងរងចាំស្ដាប់ព្រះបាទបរមរាមាព្រះបាទធម្មមាសោករាជនិងព្រះបាទពញ្ញាយ៉ាតសូមអញ្ជើញលោកអ្នកនាងរងចាំតាមដានស្ដាប់កុំបីខានឡើយ